រៀបត្រីសួស្តីបាទធម្មតាសូមលំអរកាយជំរាបសួរដល់បងប្អូនពីចម្ងាយក្នុងរៀបត្រីនេះឆ្លើយសំណួររបស់បងប្អូនប្រុសម្នាក់ដែលគាត់បាននៅក្នុងព្រៃភ្នំស្រុកលុកវែងគាត់ថាគាត់ធ្លាប់ជួបខ្មែរជនជាតិភាគតិចមនុស្សស្រីទេកូនកសម្ព័ន្ធណាគឺរៀនសិលមុនវិជ្ជាតាមខ្មោចតារបស់គាត់ណាខ្លាយទៅជាមនុស្សស្រីអាកំបាំងម្នាក់ដែលថាអាចចេះកលាខ្លួនបានថ្ងៃណារាត្រីណាទៅក៏ស្លៀកពាក់ក្រហមទៅថ្ងៃណាទៅក៏លាបប្រេងម្សៅស្លៀកពាក់សអញ្ចឹងទៅដើរពេញតែព្រៃអញ្ចឹងទៅថ្ងៃណាទៅក៏អាក្រាតកាយអញ្ចឹងទៅរំថ្វាយអរិយមានសំណែនសែននេះសែននោះអញ្ចឹងទៅហើយចេះកលាខ្លួនធ្វើនេះធ្វើនោះបានអញ្ចឹងណាអាហ្នឹងបើតាមដែលសិក្សាស្រាវជ្រាវទៅគឺយើងអត់ហ៊ានបដិសេធទេប៉ុន្តែបើយើងនិយាយអំពីមនុស្សវិញគឺមិនមែនមនុស្សទេបើសិនបើមនុស្សមិនចេះកលាខ្លួនទេដោយសារមិនមែនមនុស្សបានចេះកលាខ្លួនហើយបើតាក់ទងនឹងរឿងរៀនមុនអាគមបែកដូចជាប្អូនបាននិយាយនោះអានឹងក៏យើងមិនហ៊ានបដិសេធដែរពីព្រោះវាមានចឹងដែរធ្លាប់ជួបដែរនៅភ្នំក្រោមរាមឈ្មោះរាមគាត់រៀនចឹងដែរគាត់រៀនតាមការយល់សប្តិដែលមេមត់មកបង្រៀនមេមត់នោះពួកមេព្រាយមកបង្រៀនដែលមានគ្រូអរិយជាធំចឹងទៅថ្ងៃណាទៅគាត់តកញ្ចក់វែងចឹងទៅគាត់រាប់ថ្វាយគ្រូគាត់ទៅថ្ងៃណាទៅគាត់លាបម្សៅស្អាតបាតទៅគាត់ឈួតដើរស្រាត់កៅមកល្វែងលើទៅតែពិតមិនមែនគាត់ទេតែពិតពពួកព្រាយវាចូលខ្លួនណាសឡក់សលឹងទៅដើរហាក់ដើរលៀនដាក់គេដាក់ឯងចឹងទៅអញ្ចឹងណាថ្ងៃណាទៅក៏ស៊ីរបស់កលុងទៅថ្ងៃណាទៅក៏ដឹងខ្លួនមកវិញមកអាហ្នឹងមានដែរវាមាននៅពេលដែលដឹងខ្លួនទៅសួរគាត់ក៏ដឹងដែរគាត់ដឹងទាំងអស់គាត់ថាគ្រូគាត់យកគាត់ទៅចងនៅដើមច័ន្ទការីមុននឹងចូលចងសិនមុននឹងចូលក្នុងមុនថ្ងៃសិលមួយថ្ងៃឬក៏ក្រោយថ្ងៃសិល3ថ្ងៃក៏មានដែរគេចូលខុសថ្ងៃគ្នាមកបញ្យល់សពសិនបញ្យល់សពថាត្រូវយកទៅចងនៅនេះអញ្ចឹងគេយកព្រលឹងទៅចងសិនតែកាលណាយកព្រលឹងទៅចងបានហើយគ្រូនឹងក្រងបានហើយវិញ្ញាណគ្រូនឹងក្រងបានហើយខ្លាចតែជាមនុស្សឈួតលីអញ្ចឹងហើយឈួតហ្នឹងគឺមិនមែនឈួតអីទេគឺឈួតដើរស៊ីសំណែនស៊ីអីនេះនោះចឹងទៅស៊ីឈាមស៊ីអីយើងណាពពួកហ្នឹងវាចូលក្នុងខ្លួនយើងវាស៊ីឈាមយើងអត់យកតែមិនស៊ីឈាមគឺវាខ្ចីរូបយើងប្រើឲ្យយើងឈួតមួយរយៈទៅជាមកវិញមកអញ្ចឹងទៅអាហ្នឹងមានដែរដោយប្អូននិយាយហ្នឹងអាហ្នឹងគេថាមិនមែនមនុស្សទេពពួកមេមុតពពួកមេកមីតែក្រែវាចូលទៅវាអញ្ចឹងថ្ងៃណាក៏សៀកក្រហមថ្ងៃណាក៏សៀកសថ្ងៃណាក៏តែងខ្លួនថ្ងៃណាក៏អាកាសកាយតាមតែពួកនឹងនឹកឃើញវាធ្វើអញ្ចឹងដោយសារពួកនេះសិតតែអ្នកមានទុកទេបើនិយាយចំទៅគឺពួកនេះខ្លាចគ្រូណាខ្លាចមកគេខ្លាំងណាតែបើមកល្មមពួកនេះវាអត់ខ្លាចទេគឺជាពួកដែលប្រឆាំងនឹងព្រះព្រោះអីភាគច្រើនយើងមើលអាសនៈពពួកអ្នករៀនមុនអាគមច្រើនតែដាក់ព្រះនៅក្រោមបល្ល័ង្កអញ្ចឹងទេលើកព្រះទៅដាក់នៅលើអាសនៈតែកាត់តកេះចោលមានតែសមាធិទេហើយមានតែបាយសីអាហ្នឹងអ្នករៀនមុនអាគមចំបើសិនបើស្រីវិញគឺមេមុតមេព្រាយមកហើយនឹងពួកមេអរិយធំអាហ្នឹងច្បាស់ហើយ100%ហើយបើប្រុសវិញគឺធ្មប់ចំឲ្យតែរូបបដិមាប្រពុតគឺអត់មានប្រកេះអត់មានអីនេះគឺពួកនេះឯងសិតតែអ្នកមានបហើយចំណាំទៀត
ចាំចេះហារូបព្រះពុទ្ធបដិមាហ្នឹងគឺអត់ដែរស្អាតទេឲ្យតែពួកនឹងតាំងដើម្បីបូជាជួនកាលដាច់ខ្លួនមកជាហៀងក៏មានដែរដោយសារពួកនេះគេធ្វើអញ្ចឹងដើម្បីឲ្យគេប្រកែហើយមួយទៀតគេយករូបព្រះពុទ្ធហ្នឹងអាចដាក់នៅក្រោមកម្មជាដើមដើម្បីគេជន់ចុះមកអញ្ចឹងណាហើយដល់ពេលគេថ្វាយអង្គមគេសូត្រធម៌បជ្រះអញ្ចឹងទៅអាហ្នឹងគឺมันពិបាកយល់ទេដោយសារពួកនេះគឺពួកដែលប្រឆាំងព្រះនិយាយទៅគឺពួកដែលរកសុខអត់ឃើញទេមិនមែនទើបតែឥឡូវទេតាំងពីជំនាន់ព្រះម៉េះរាប់ពាន់ឆ្នាំរាប់បឺនឆ្នាំទៅហើយពពួកវិញ្ញាណតាក់ទងនឹងអសូរកាយតាក់ទងជាមួយនឹងគេហៅថាលទ្ធិបលឹងដូនតាណាមានកាចមានស្លូតទៅហើយរស់នៅគឺអាស្រ័យទីកន្លែងទៀតខ្លះនៅក្នុងព្រៃខ្លះនៅតាមរូងភ្នំអញ្ចឹងទៅខ្លះនៅតាមរូងឈើអញ្ចឹងទៅហើយសួរថាយើងដឹងទេថាមិនដឹងទេដល់តែរៀនមិនដឹងហើយសួរថាយើងចង់ស្គាល់អត់ចង់ស្គាល់ទេតែស្គាល់វេទនាឥឡូវនោះព្រោះពួកនេះតែកាលណាស្គាល់ពួកនេះហើយគឺវេទនាគឺដល់តែយើងនឹងមានកម្មជាមួយពួកហ្នឹងតែកាលណាពួកនេះចូលខ្លួនបានហើយគឺបងប្អូនហើយមិនងាយរកគ្រូវាយទេអញ្ចឹងមិនងាយរកគ្រូវាយទេមិនងាយរកគ្រូបង្ក្រាបទេពីព្រោះពួកនេះគឺពួកដែលខ្លាំងពួកដែលមានគេហៅថាសិលរបស់ខ្លួននឹងខ្លាំងដែរហើយកាន់យើងបានណាមិនចេះតែកាន់យើងទេដោយសារយើងជឿដែរបងប្អូនយើងជឿដែរយើងតែងតែហៅឲ្យគេមកនៅយើងតែងតែហៅឲ្យគេមកថែរក្សាយើងតែងតែហៅគេហ្នឹងឲ្យមកធ្វើជាបរិវារយើងធៀបពិតទៅគឺយើងតែម្ដងប្រសិនបើយើងកុំតែស្វាគមន៍គេអីកុំតែហៅគេមកអីកុំតែរៀនវិជ្ជាហ្នឹងអត់អីទេហើយវិជ្ជាអស់នោះយើងរៀនទៅវាអត់មានសេរីសុខស្ដីទេគឺវានាំឲ្យវិនិច្ឆ័យខ្លួនឯងទេហើយវិជ្ជាណាដែលមានសេរីសុខស្ដីដូចជាយើងព្យាបាលពពួកអមនុស្សឬក៏យើងជួយសង្គ្រោះសត្វលោកអាហ្នឹងល្អយើងមិនហាមឃាត់ទេព្រោះវិជ្ជាអស់នេះមានមុនតាំងពីសម័យព្រះណាមានមុននឹងទៀតអញ្ចឹងសូម្បីតែពុទ្ធក៏ព្រះអង្គអាចបានហាមដែររឿងនេះអាចបានហាមក៏ព្រះអង្គបង្ហាញផ្លូវថាកន្លែងណាល្អកន្លែងណាមិនល្អព្រោះលទ្ធិសាសនាព្រះអង្គគឺព្រះអង្គជឿលើកម្មផលប៉ុណ្្នឹងទេតែរឿងសត្វលោកជឿអីក៏ជឿទៅអញ្ចឹងសត្វលោកណាមានបញ្ញាយល់ឃើញដោយកំណត់នៅសមាធិអាហ្នឹងគឺសត្វលោកនឹងអាចគេចផុតអំពីវត្តៈបានគឺនៅលើចំណេះដឹងហ្នឹងឯងអញ្ចឹងមិនថាពុទ្ធចក្រសាសនាគឺល្អបងប្អូនគឺចង្អុលបង្ហាញឲ្យយើងឃើញថាវិជ្ជាវាដូចជាក្បិតមុខពីរអញ្ចឹងបើយើងជឿត្រូវវាបានផលបើយើងជឿខុសវានឹងវិនិច្ឆ័យអញ្ចឹងណាអញ្ចឹងសូមអរគុណសូមជម្រាបលាហើយជួបគ្នាវីដេអូក្រោយៗទៀតបាទសូមអរគុណ